ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube មកជួបជាមួយនឹងខ្ញុំបានអូដៃថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូប្រធានបទខ្លីមួយទាក់ទងអំពីថាតើជនពិការភ្នែកអាចបង្កើតធនាគារ ABA ប្រើប្រាស់បានដែរឬទេវីដេអូនេះខ្ញុំសូមបញ្ជាក់ថាអត់មានការ sponsor អំពីធនាគារ ABA មកកាន់ខ្ញុំទេខ្ញុំគ្រាន់តែបង្កើតឡើងមកក្នុងការចែករំលែកសម្រាប់បងប្អូនមានពិការភាពភ្នែកគាត់ចង់ប្រើប្រាស់ធនាគារ ABA គាត់សួរមិត្តភ័ក្តិទៅមិត្តភ័ក្តិផ្ដល់ព័ត៌មានមកដែរតែគាត់មានការស្រពេចស្រពិលនៅក្នុងចិត្តអញ្ចឹងវីដេអូនេះគឺភាសាអង់គ្លេសគេហៅថានឹង clarify និងបញ្ជាក់ច្បាស់ទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងខ្ញុំនឹងយកបទពិសោធន៍របស់ខ្ញុំមាននៅក្នុងធនាគារ ABA ដើម្បីចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាអំពីការដំណើរការពីព្រោះការបង្កើតធនាគារ ABA សម្រាប់ជនមានពិការភាពភ្នែកនិងអ្នកដែលមានកាយសម្បត្តិធម្មតាគឺមានភាពខុសគ្នាបាទហើយបងប្អូនដែលគាត់មានកាយសម្បត្តិគ្រប់គ្រាន់ក៏គាត់អាចស្ដាប់បានដែរស្ដាប់ហើយយកទុកជាព័ត៌មានទៅឬក៏ស្ដាប់ហើយអាចយកទៅចែករំលែកប្រាប់បងប្អូនឬសាច់ញាតិដែលមានពិការភាពមិនថាកូនក្មួយអ៊ំពូមីងតាយាយដែលគាត់ចង់ប្រើប្រាស់ ABA ក៏គាត់អាចយកទៅផ្សព្វផ្សាយជាដំណឹងបានបើអត់មានសាច់ញាតិទេស្ដាប់ហើយទុកក្នុងចិត្តដឹងជាដំណឹងទៅអូខេតើកុំឲ្យខាតពេលវេលាយូរចូលប្រធានបទតែម្ដងបាទប្រហែលថ្ងៃមុនខ្ញុំបានទៅធនាគារ ABA ជាមួយនឹងម៉ាក់របស់ខ្ញុំដើម្បីទៅ upgrade ធនាគាររបស់ខ្ញុំអំពីគណនីរហ័សទៅគណនីស្តង់ដារបងប្អូនសួរថាគេធ្វើអញ្ចឹងឲ្យហ្នឹងវាពាក់ព័ន្ធទៅនឹងគណនីស្តង់ដារគណនីរហ័សហ្នឹងគេ upgrade ឲ្យហ្នឹងគេធ្វើបានទេអត់ទេខ្ញុំបានសួរធនាគារ ABA រួចហើយមិនថាបងប្អូនបានបង្កើតគណនីរហ័សរួចហើយចង់ទៅ upgrade ឬក៏បងប្អូនមិនទាន់បានបង្កើតទេបងប្អូនចង់ទៅធនាគារដើម្បីឲ្យគេបង្កើតគណនីស្តង់ដារយកតែម្ដងគាត់អីដែរប្រធានបទនេះគឺត្រូវគ្នាទេតែគាត់ឲ្យខ្ញុំមកនិយាយនេះគឺខ្ញុំនិយាយជា process តែសូមអធិស្ឋានណាបើកន្លែងណាខ្ញុំនិយាយទៅលឿនអីស្ដាប់អត់ទាន់អីបងប្អូនអាច comment ខាងក្រោមដើម្បីសួរព័ត៌មានឲ្យខ្ញុំសរសេរជូនណាបងប្អូនពីព្រោះដោយសារព្យាយាមនិយាយមួយដែរតែពាក្យខ្លះទៅវាអាចនឹងត្រឡប់ដែរអធិស្ឋានណាបងប្អូនបាទអញ្ចឹងដំណើរការខ្ញុំទៅអង្គុយកន្លែងសាឡុងដែលគេដាក់ឲ្យណាខ្ញុំប្រាប់បុគ្គលិកធនាគារថាខ្ញុំចង់ upgrade ធនាគាររបស់ខ្ញុំអំពីគណនីរហ័សទៅស្តង់ដារអញ្ចឹងគេមើលរូបរាងខ្ញុំគេថាបងឯងមើលទៅបងពិការភ្នែកមែនបងបាទខ្ញុំពិការភ្នែកអូខេខ្ញុំឆ្លើយបែបហ្នឹងហើយរយៈពេលប្រហែលជាថា1នាទីចុះក្រុមការងារខាង ABA គេទេសួរខាងថ្នាក់លើប្រហែលជាសាខាកណ្ដាលតែសួរថាឥឡូវបងខ្ញុំមាននេះអតិថិជនគាត់មកខាងសាខាខ្ញុំនេះគឺគាត់មានបញ្ហាពិការភ្នែកបងតើអនុញ្ញាតឲ្យគាត់បង្កើតធនាគារ ABA អត់បាទខ្ញុំទៅនៅសាខាច្បារអំពៅណាបងប្អូនបាទហើយបងប្អូនលឺខ្ញុំដកដង្ហើមតាមចំណងខ្លាំងដែរសារមិនតែឈឺអីទេវាអត់សូវស្រួលខ្លួនអីបាទចាំមានបញ្ហាអញ្ចឹងអធិស្ឋានកន្លែងហ្នឹងមួយទៀតបាទអូខេចឹងក៏គេខលសួរខ្ញុំអត់ដឹងថាតើខាងថ្នាក់លើគេសួរអីគេខ្លះណាលើខាងបុគ្គលិកសាខាហ្នឹងគេបញ្ជាក់ថាគាត់ពិការភ្នែកតែគាត់អាចនិយាយស្ដាប់គ្នាបានអីបានទេអញ្ចឹងណាហើយបន្ទាប់មកក៏ស្ងាត់ឈឹងទៅហើយបន្ទាប់មកទៀតបានប្រហែលជាមួយសន្ទុះក្រោយទៀតមានបុគ្គលិកម្នាក់គេសួរខ្ញុំដើរមកប្រចាំពីមុខសួរថាបងឯងពិការភ្នែកអញ្ចឹងប្រើទូរស័ព្ទរបៀបម៉េចអូខេអញ្ចឹងកន្លែងនេះគឺជាកន្លែងរសើបតែម្ដងអានេះរសើបល្មមទេរសើបល្មមទេណានៅមានចំណុចទី2ទៀតតែខ្ញុំប្រាប់បងប្អូននេះចំណុចតែបុគ្គលិក ABA បានចាក់កលេចយើងសិនចាក់កលេច level 1នឹងនិយាយលេងបងប្អូនដើម្បីកុំឲ្យបងប្អូនស្ដាប់ទៅមានអារម្មណ៍ថាធុញថប់ក្នុងចិត្តណាមានលេខសើចខ្លះអីខ្លះទៅបងប្អូនបាទអញ្ចឹងបុគ្គលិក ABA សួរថាបងឲ្យប្រើទូរស័ព្ទរបៀបម៉េចអញ្ចឹងមានអីខ្លះទេទូរស័ព្ទបងប្អូនហូតពុបមកបង្ហាញជារបៀបប្រើប្រាស់មកថាខ្ញុំប្រើប្រាស់នេះខ្ញុំអត់ប្រើភ្នែកមើលទេខ្ញុំប្រើប្រាស់ជាសលេង off talk back voice over ខ្វាច់ទៅចូលកម្មវិធីអីឲ្យគេមើលទៅបើក ABA ក៏បានចូលអីក៏បានដំណើរការយើង back home មិនបិទកម្មវិធីមិនបង្ហាញឲ្យខ្ទេចអ្វីដែលយើងចេះទាំងប្រហែលហ្នឹងគឺបញ្ចេញអស់មកបញ្ចេញអស់ពីពោះមកប្រាប់មកយើងលេង Facebook យើងលេងរបៀបម៉េច Telegram យើងលេងរបៀបម៉េចការជូនតំណែងហ្នឹងយើងមើលរបៀបម៉េចប្រាប់គេខ្ទេចមិនលាក់បាច់លៀមមកចំណុចកុំលាក់បើថាក្នុងខ្លួនបងប្អូនមាន
អូរ៉ាចំណេះដឹងមាន10បង្ហាញទាំង10មាន20បង្ហាញទាំង20បង្ហាញឲ្យខ្ទេចបាទគេសួរយើងហើយយើងប្រាប់គេហើយគេក៏សួរនាំយើងប៉ុណ្ណឹងគេដើរចេញទៅបាទណែចំណុចនេះដែលចំណុចរសើបទី2សំណួរទី2គេសួរយើងថាបងកម្មវិធីដែលបងប្រើប្រាស់ហ្នឹងកម្មវិធីបងតម្លើងពីក្រៅឬក៏យ៉ាងម៉េចកន្លែងនេះដែលបងប្អូនត្រូវបង្ហាញ talent ត្រូវបង្ហាញឲ្យអស់ពីពោះមែនតើបងអស់ level ណាប្រាប់គេថាអូកម្មវិធីហ្នឹងគឺមានគ្រប់ទូរស័ព្ទដៃទាំងអស់បងចូលទៅ setting ទៅ accessibility ទៅបើ iPhone នឹងចេញ voice over បើ Android ចេញ talkback ហើយបើបងពិបាកពេកបងអាចយកទូរស័ព្ទបងដើម្បីឲ្យខ្ញុំសាកប្រើប្រាស់បានហេតុអីបងប្អូនត្រូវនិយាយអញ្ចឹងដោយសារតែអញ្ចឹងបងប្អូននិយាយអញ្ចឹងទៅដើម្បីប្រកាសថាអូយើងអ្នកមានពិការភ្នែកហ្នឹងគឺអាចប្រើប្រាស់ទូរស័ព្ទបានគ្រប់ model ទាំងអស់បើយើងនៅតែយកទូរស័ព្ទយើងបង្ហាញណាក្រុមការងារគេនឹងគិតថាទូរស័ព្ទនេះបានរៀបចំទុកជាមុនសម្រាប់ពួកយើងឯងវាមិនមែនជាការកំណត់ទេបើសិនជាយើងប្រាប់គេអញ្ចឹងហើយយើងយកទូរស័ព្ទគេមកអនុវត្តណាគឺគេអាចនឹងដឹងថាអូគ្រប់កម្មវិធីដែលជនពិការភ្នែកប្រើប្រាស់គឺមានគ្រប់ទូរស័ព្ទដៃទាំងអស់អញ្ចឹងយើងនិយាយបែបហ្នឹងទៅវាមានករណីខ្លះទៅគេអាចឲ្យទូរស័ព្ទគេយកឆែកយកមើលហើយធ្វើ demo ឲ្យគេទៅពេលខ្លះទៅក៏គេអត់យកមកឲ្យទេដោយសារគេការពារសុវត្ថិភាពរបស់គេដែរប៉ុន្តែករណីខ្ញុំគឺគេអត់យកមកឲ្យទេគេយកមកឲ្យធ្វើតេស្តទៅគ្រាន់តែយើងហាចោលទៅយើងនិយាយចោលទៅថាឲ្យបងយកទូរស័ព្ទបងយកមកឲ្យខ្ញុំធ្វើតេស្តខ្ញុំធ្វើ demo ទៅបងស្រួលយល់ជាងបើយកទូរស័ព្ទខ្ញុំទៅបងគិតថាកម្មវិធីត្រូវតម្លើងរៀបចំជាមុនឲ្យខ្ញុំប្រើប្រាស់អីចឹងទៅនិយាយបែបហ្នឹងទៅតែបងប្អូនកុំគិតថាទៅនឹងត្រូវមាន2ដំណាក់កាលដូចខ្ញុំគេសួរ2ដង3ដងដូចខ្ញុំចឹងណាវាអាចខុសគ្នាគ្រាន់តែស្ដាប់ជាវីដេអូនេះយកជាមេរៀនទៅចំណុចសំខាន់គឺនៅខាងមុខទៀតខ្ញុំនឹងនិយាយទៀតហ្នឹងឯងបាទបន្ទាប់ពីហ្នឹងមកគេសួរយើងហើយអង្គុយរងចាំប្រហែលជាថាកន្លះម៉ោងជាងចុះព្រោះគេនៅតែ say email គេនៅតែ say ពីយើងថាអូយើងប្រើប្រាស់កម្មវិធីគេខ្លះហ្នឹងអត់ដឹងទេដំណើរការខាង ABA ណាអត់ដឹងទេបន្ទាប់ពីហ្នឹងមកគេហៅម៉ាក់ខ្ញុំទៅអង្គុយមិនដឹងទៅអង្គុយឆែកមើលអីបណ្ឌិតមើលអីទេបានមកសន្ទុះទៀតគេមានកិច្ចសន្យាគេទៅសេកិច្ចសន្យាមិនដឹងថា print ជាក្តាស់ឬក៏ទៅសេជាលិលាអក្សរឯងកិច្ចសន្យាហ្នឹងខ្ញុំអត់អាចអានត្រួសបានទេទី1ខ្ញុំអត់ចាំទី2គាត់ថាវាមិនចាំបាច់ខ្ញុំអានក៏តែក្បាលគោទៅខ្ញុំបាទឈ្មោះចុចជាជនមានវិការភាពភ្នែកស្នើសុំបើកធនាគារ ABA ជាលក្ខណៈស្តង់ដារហើយគេមានលក្ខខណ្ឌកខកអញ្ចឹងទៅអញ្ចឹងបងប្អូនត្រូវតែមានអ្នកធានាម្នាក់ណាក្នុងការបើក ABA ហ្នឹងត្រូវតែមានអ្នកធានាម្នាក់ជាម្ដាយយើងក៏បានជាបងជាប្អូនយើងក៏បានដែរឲ្យមានអ្នកធានាតាមពិតទៅមិនបាច់ចាំគ្រួសារក៏បានអ្នកណាក៏អាចធានាបានដែរគ្រាន់តែធានាហ្នឹងមិនមែនថាធានាហ្នឹងហើយពេលដែលយើងមានបញ្ហាមួយ ABA ទៅគឺគេប្តឹងអ្នកធានាហ្នឹងអត់ទេណាអូនថាយើងមានការបាត់លុយបាត់កាក់អីយើងត្រូវទៅខាង ABA ទៅ ABA គេឆែកមើលឈ្មោះយើងទៅថាអូយើងមានលិខិតស្នាមមានអីត្រឹមត្រូវអញ្ចឹងទៅអញ្ចឹងការសញ្ញេហ្នឹងគេត្រូវការទី1គេត្រូវការឲ្យយើងចុះកិច្ចសន្យាត្រូវការទី1ត្រូវការមេដៃទាំងអ្នកធានាទាំងយើងជាម្ចាស់គណនីដែលយើងត្រូវបើកហ្នឹងហើយទី2គឺត្រូវការសញ្ញេរបស់អ្នកធានាហើយនឹងរបស់យើងសញ្ញេជាប៊ិចណាកន្លែងនេះអ្នកពិការយើងពិបាកបន្តិចណាតែគាត់ថាយ៉ាងហោចណាស់យើងប្រាប់ខាង ABA ទៅ ABA គេជួយសម្រួលឲ្យយើងថាអូយើងអាចធ្វើមិនដើម្បីសញ្ញេបានអីបានជាងទៅពិបាកបន្តិចសម្រាប់យើងអ្នកពិការណាបាទតែអ្នកពិការយើងដូចជាមានឧបករណ៍ដើម្បីសញ្ញេបើអាចទេបងប្អូនទិញម្នាក់មួយដាក់ក្នុងកាបូបចោលទៅត្រូវការសញ្ញេប្លង់សញ្ញេអីវាស្រួលដូចខ្ញុំអីមិនទាន់មានទេពេលនេះណាអាណាគាត់ទិញខ្ញុំអាចទិញដាក់ក្នុងកាបូបលុយចោលព្រោះអាហ្នឹងរូបរាងវាដូចកាត credit card ដូច Visa អីចឹងទៅវាចឹងហើយតម្លៃធូរទេដូចជាខ្ទង់$3ជាង$4ទេនៅខ្មែរយើងអត់មានលក់ទេបងប្អូន order ពីគេមកឈ្មោះថា signature guide បងប្អូនទិញយកមកដាក់សញ្ញេលើกระดาษមកគឺសញ្ញេគេមានពុំគំរូស្រាប់ចឹងយើងអត់សញ្ញេលើសបន្ទាត់យើងអត់សញ្ញេលើសកន្លែងកំណត់ទេវាស្រួលដែរឲ្យអ្នកភ្លៀកដាក់ឲ្យគាត់មើលចំប្រហោងហ្នឹងថាបន្លាស់សញ្ញេថាកំណត់ប៉ុណ្ណាឲ្យគាត់សេរីអាប្រហោងដែលគេខ្វៀលចំទៅលើកាតហ្នឹងយើងគូសបិចក្នុងប្រហោងហ្នឹងតែម្ដងជាស្រ័យខ្ញុំនិយាយប្រហោងតាមពិតយើងត្រូវនិយាយរុនទេតែវាមិនសមណាបងប្អូនបាទជាស្រ័យខ្ញុំហងអញ្ចឹងការដំណើរការបង្កើត ABA ហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនមុននឹងបង្កើតណាបងប្អូនត្រូវប្រកាសថាមានអ្នកធានាជាម្ដាយយើងក៏បានជាបងជាពូជាមីងក៏បានដែរធានាទៅហើយឬក៏អ៊ំចាស់អី
dương chỉ câu nó dương tình yêu quạt tay rồi dương chỉ mui dương chỉ trái ấy tình yêu quạt tay bà con bị cá phải quạt trong phá nè tình yêu quạt tay thì mui cái thời ca nam mẹ đáy thì pi cái thời ca sợi nhẹ thằng anh ca sợi nhẹ để bay buồn sợi lật tay mẹ đáy nó pi bay sợi lật trên tay cá đầm nà cá bị ấy thì còn hai dương rong trăm cá slide top bị thạ lơ nó dùn tay bà chẳng xa trong crowd đã bỏ nhóm sông bát đám ta đào thuyền nia kia tiếng nơi không bật Campuchia nè nơi pe để chun pika pnei tại bằng cái sông do cầm rú tam thuyền kia ABA và sông do cầm rú tam thuyền kia ABA nơi pe để phụ quát trong bằng cái cứ mình lịch khách nam mình ấy chẳng tới còn lọ đài vừa làm ABA đó nè nhưng khơi thuyền nia kia mũi nó không sọc máy để nhóm ăn trong và tranh mua tế và tranh thế vì ai passport tháp bản nơi pe để chun mình pika được hiệp pnei tại bằng cái đó là bong bầu tầm rơi ca khăng chương cho mua chi nó không có sông cùng cái tiệt tầm rơi ca sẽ ao dương nó mình lịch khất bạch chẹt phum khum nằm mấy bằng ca thành kia pra sẽ và cam cái ban tầm rơi ca chơi tầm rơi ca cho chụp tệ vẫn thấy ABA ở tệ dương tay còn là phèo kênh chân hai cái kho thật lừa tới thật lừa cái vô pro mình vô pro có bị mình phim nghi sro ở thời can cái đạp bị chạy được ở khoảng thời can đại tận mình nè thì bà tại nhầm ăn thêm vậy thật tận kia nên cái gì tận kia ấy thế nhưngเคยทับพิจารณาสาขาพิจารณามันก็อัดยลเนี่ยมันเป็นการเพียบพนัยแต่คือชียิ้มเธอไม่ตกอัดเอาเนี่ยเป็นการพนัยนั่งปราศจากการโคลนไอ้เนี่ยให้ยมใหญ่นั่งสมโตนั่งยมอัดเหม็นท่าประตูตัวเนียกี้สถาบันไอ้มาเต้ทั่วจังก็ไปตรังมาอย่างได้ปีโผล่ได้ซาแต่ใครเป็นการบัดลอยบัดไอ้จังมือมันเคยไอ้จังเผยตูซับเผยได้ชัดเจนเรียลตามปัดเอาเต้เนี่ยเป็นการพนัยคือเกี่ยวกับปราศกรรมที่อ่านในครั้งสลับที่เสลงแบบนี้73208 megabytes to pause recording ប្រើប្រាស់បែបហ្នឹងដើម្បីសម្គាល់ប៊ូតុងនីមួយៗថាប៊ូតុងលើ app ធនាគារហ្នឹងអានមានមុខងារគេខ្លះឧទាហរណ៍ចង់ផ្ទេរប្រាក់វាអានជាអក្សរខ្មែរឬក៏អង់គ្លេសទៅផ្ទេរប្រាក់ cash out cash in ប្រើប្រាស់ជាសលេងទេអញ្ចឹងសូមស្ថាប័នធនាគារទាំងឡាយកុំបារម្ភក្នុងការทั้งឲ្យជនពិការផ្នែកប្រើប្រាស់ទៅខ្ញុំអត់ហ៊ានបើកទេខ្លាចបាត់លុយបាត់កាក់អីទៅមានបញ្ហាមកបន្ទោសខ្ញុំអីចឹងណាប្រតិបត្តិការខ្លួនឯងអីតាមពិតអត់ចឹងទេបងប្អូនអញ្ចឹងខ្ញុំសូមសំណូមពរស្ថាប័នធនាគារទាំងអស់គួរតែមេត្តាពិចារណាត្រង់កន្លែងហ្នឹងហើយផ្ដល់សិទ្ធិអតិភិបស្មើគ្នាបាទហ្នឹងទី1ទី2ខ្ញុំសូមផ្ដាំធនាគារ ABA ខ្ញុំសូមនិយាយហ្នឹងមិនមែនថារិះគន់អីទេខ្ញុំឲ្យមេដៃ10លើ10 10 out of 10ថាធនាគារ ABA ធ្វើបែបហ្នឹងគឺល្អប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យកែសម្រួលនៅពេលខាងមុខនៅពេលដែលជនមានពិការភាពទៅទទួលសេវាកម្មមិនថា upgrade គណនីអីទេណាឥឡូវកុំយើងសេវាកម្មផ្សេងយើង upgrade គណនីចុះយើងទៅបង្កើតគណនីឬ upgrade គណនីចុះមិនមកទេសម្រួលឲ្យដូចជាអ្នកភ្លឺទៅសម្រួលឲ្យដូចជាអ្នកមានកាយសម្បត្តិគ្រប់គ្រាន់ទៅអូថាអ្នកកាយសម្បត្តិគ្រប់គ្រាន់អីគាត់ទៅអីខ្ញុំសួរបុគ្គលិកគេថាទៅតែ5 10នាទីទៅ20នាទីរួចរាល់ហើយតែពួកខ្ញុំប្រជាជនមានពិការផ្នែកហ្នឹងចំណាយពេលយ៉ាងតិច1ម៉ោងកន្លះមិនយ៉ាងតិចហ្នឹងបរិមាណដែលខ្ញុំទៅណាគឺ1ម៉ោងកន្លះ1ម៉ោងកន្លះអាចឈានដល់2ម៉ោងក៏មានដែរអញ្ចឹងវាមើលទៅវាហាក់ដូចជាមិនមានភាពស្មើគ្នា it's not gender វាអត់ស្មើគ្នាទេអញ្ចឹងខ្ញុំចង់ឲ្យខាង ABA ហ្នឹងគឺច្បាប់ចែងទៅលើអ្នកភ្លឺយ៉ាងម៉េចគឺយើងចែងអញ្ចឹងដែរទៅយើងធ្វើអញ្ចឹងដែរទៅហើយចង់ឲ្យធនាគារ ABA ទៅរួចលុះត្រាតែមានអង្គការណាមួយឬក៏មានអ្នកណាមួយស្ម័គ្រចិត្តថាប្រើប្រាស់ធនាគារ ABA បានច្រើនទៅបង្ហាញពីសមត្ថភាពខ្លួនឯងពី talent ខ្លួនឯងថាខ្លួនឯងអាចប្រើទូរស័ព្ទបានទៅគឺខ្ញុំជឿថាធនាគារគេនឹងយល់ហើយគេកែច្បាប់នឹងបានហើយឬក៏មកករណីទៀតអាចមានអង្គការណាមួយក្នុងស្រុកក៏បានដែរអាចដាក់សំណើទៅ ABA ទៅសេថាចង់ឲ្យមានការ training ដើម្បីឲ្យយល់ពីជនមានពិការភាពផ្នែកថាតើពួកគាត់ប្រើប្រាស់ digital បានដោយរបៀបម៉េចរាល់ថ្ងៃខ្ញុំឃើញថាក្នុងប្រទេសកម្ពុជារបស់យើងអ្នកប្រើប្រាស់ digital មានពិការភាពផ្នែកណាគឺប្រើប្រាស់នៅទី1នៅមានកម្រិតតិចនៅឡើយទី2គឺការយល់ដឹងក៏នៅមានកម្រិតតិចនៅឡើយអញ្ចឹងទេបើសិនជាចង់មានការកែប្រែអីមួយលុះត្រាតែទី1មានការចូលរួមពីជនមានពិការភាពទី2គឺមានអង្គការណាមួយស្ម័គ្រចិត្តទៅចូលរួមធ្វើសិក្ខាសាលាឬ training សម្រាប់ធនាគារអានឹងបែបហ្នឹងដើម្បីឲ្យធនាគារទាំងឡាយគឺយល់អំពីជនមានពិការភាពហើយ ABA ដូចខ្ញុំនិយាយចឹងខ្ញុំអត់សង្ឃឹមថាវីដេអូរបស់ខ្ញុំនឹងទៅដល់ដៃ ABA ទេប៉ុន្តែ
ខ្ញុំនិយាយនេះគ្រាន់តែជាសារមួយខ្ញុំសង្ឃឹមថានឹងទៅដល់តែមិនមែនថាអួតអាងថាវីដេអូដែលខ្ញុំធ្វើហ្នឹងនឹងបានទៅដល់ដៃភ្នាក់ងារ APA អត់ចឹងទេខ្ញុំធ្វើនេះគ្រាន់តែជាសារផ្សព្វផ្សាយទេគ្រាន់តែបើបានដឹងដល់ APA ក៏វាជាសំណាងមួយរបស់ខ្ញុំដែរវាអត់មានអីជាបញ្ហាទេបើអត់ដឹងក៏អត់ទៅគាត់ថាវីដេអូនេះគឺខ្ញុំធ្វើគឺក្នុងគោលបំណងចែកម្លែកជនមានវិការភាពផ្នែកផងហើយនឹងសារដាស់តឿនសម្រាប់ធនាគារទាំងឡាយហើយចង់ឲ្យធនាគារហើយនឹងសារសម្រាប់ធនាគារ ABA ក្នុងការកែលម្អតែសូថារាល់ថ្ងៃធ្វើមានលិខិតមានអីចឹងល្អអត់ល្អប៉ុន្តែមានអារម្មណ៍ថាវានៅតែមិនទាន់មានភាពស្មើគ្នាពេញលេញមានអារម្មណ៍ថាវាមិនទាន់មានភាពស្មើគ្នាពេញលេញណាបាទខ្ញុំមានអារម្មណ៍ថាអញ្ចឹងទេប៉ុន្តែសូថាធ្វើអញ្ចឹងល្អអត់មានអីប៉ះពាល់អត់មានអីតវ៉ាអីទេធ្វើអញ្ចឹងល្អប៉ុន្តែខ្ញុំចង់ឲ្យមានភាពស្មើគ្នាពេលវេលាបើកំណត់លើអ្នកមានកាយសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណាសូមកំណត់ឲ្យជនមានពិការភាពប៉ុណ្ណឹងដែរទៅហើយមិនបាច់ទេទៅសួរថ្នាក់លើសុំការអនុញ្ញាតអីទាំងអស់គ្រាន់តែឃើញអ្នកពិការទៅផ្ដល់សេវាកម្មដូចគ្នាដែរវាជាភាព gender វាជាសម្ភារមួយដែលឲ្យជនមានពិការភាពរស់នៅទៅឲ្យមានភាពកក់ក្ដៅបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបើសិនជាក្នុងវីដេអូនេះមានកំហុសខុសឆ្គងនៅពាក្យសម្ដីលើសលួសណាដែលមិនសមរម្យខ្ញុំក៏សូមខន្តីនឹងអធិស្ឋានពីសំណាក់បងប្អូនទាំងអស់គ្នាផងដូចខ្ញុំបញ្ជាក់អញ្ចឹងទីមួយខ្ញុំនិយាយលឿនទៅខ្ញុំវាអាចកន្លាច់ពាក្យខ្ញុំវាអាចច្រឡំពាក្យខ្លះអញ្ចឹងក៏សូមអធិស្ឋានផងចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ